បងប្អូនមានដែលឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សភាគច្រើនណាគាត់មានអារម្មណ៍ថា stress ហ្មងតានតឹងពេលណាដែលសេដ្ឋកិច្ចធ្លាក់ចុះអញ្ចឹងធ្វើឲ្យគាត់កាំងហ្មងក៏ប៉ុន្តែវាមានចំណុចសំខាន់3នៅក្នុងនោះដូចគ្នាវាធ្វើឲ្យជីវិតរបស់គាត់នឹងវាមើលទៅពិបាកនឹងទទួលយកហ្មងចំណុចទី1នោះគឺគាត់ភ័យខ្លាចបាត់ប្រាក់ចំណូលមិនថាខ្ញុំមិនថាគេទេធ្វើការក៏ដោយរកស៊ីក៏ដោយឬក៏លក់ដូរចិញ្ចឹមចប់អីនៅផ្សារក៏ដោយយើងភ័យខ្លាចបាត់ប្រាក់ចំណូលអញ្ចឹងធ្វើឲ្យយើងមិនគិតច្រើនអ្នកធ្វើការក៏ខ្លាចបាត់បង់ការងារទៅដល់ម្ចាស់ក្រុមហ៊ុនគាត់ចាប់ផ្ដើមចំណូលបានតិចចំណាយអស់ច្រើនគាត់ចាប់ផ្ដើមកាត់បន្ថយបុគ្គលិកវិញបាទហើយអ្នករកស៊ីចាប់ផ្ដើមទៅបិទទ្វារដែរចំណាយរបស់គាត់នៅតែដែរចំណូលរបស់គាត់តិចអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍តានតឹងដូចគ្នាចំណុចទី2ចំណាយនៅតែដែរក៏ប៉ុន្តែឬក៏ចំណាយកើនប៉ុន្តែចំណូលនឹងថយចុះអញ្ចឹងក៏ជាចំណុចសំខាន់មួយដែរដែលធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាភ័យខ្លាចហ្មងមានអារម្មណ៍ថាតានតឹងព្រួយកង្វល់ទៅលើរឿងទាំងអស់នឹងទាំងអស់ខណៈពេលដែលចំណាយរបស់គាត់នឹងនៅដដែលហើយមានពេលខ្លះឡើងថ្លៃផងតំណែងអីផងប៉ុន្តែចំណូលរបស់គាត់ត្រូវបានកាត់បន្ថយមិនត្រឹមតែ10% 20% ទេពេលខ្លះអាចរហូតដល់50% ក៏មានហើយបើសិនជាម្ចាស់អាជីវកម្មខ្លះបិទទ្វារគឺចប់ហ្មងហើយយើងត្រូវកលេចមើលថាអ្នករស់នៅផ្ទះជួលអាហារហូបចុកទឹកភ្លើងខោអាវនិងសម្ភារៈប្រើប្រាស់ផ្សេងដែលយើងត្រូវការបំផុតនឹងគឺសិតតែត្រូវការចំណាយទាំងអស់អញ្ចឹងហើយអារម្មណ៍មួយហ្នឹងគឺពិបាកមែនទែននៅពេលណាដែលយើងជួបកលៈទេសៈហ្នឹងជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្ននេះចំណុចទី3នោះគឺយើងមានអារម្មណ៍ថាជីវិតដូចជាអត់ន័យមែនទេបាទពេលសេដ្ឋកិច្ចធ្លាក់ចុះមិនថាបងប្អូនមិនថាខ្ញុំទេតែតែគិតថាជីវិតឬក៏ដំណើរជីវិតរបស់យើងហាក់ដូចជាវាកំប្លុកកំប្លែងហ្មងគឺជីវិតរបស់យើងហាក់ដូចចប់ទាំងត្រង់មកដោយសារអីពេលខ្លះយើងគិតថាយើងអត់លូតលាស់វាអត់មានកន្លែងណាទៅអភិវឌ្ឍទៅមុខទៀតចឹងណាខណៈពេលដែលមនុស្សជំនាញខ្លួនហ្នឹងគេទៅមុខហើយយើងមើលទៅគេឃើញគេរីចម្រើនឃើញគេហាក់ដូចជាកាក់កបអញ្ចឹងយើងចាប់ផ្ដើមមានអារម្មណ៍បែបហ្នឹងបងប្អូនគិតដូចខ្ញុំអត់